បងដើម្បីបង្កើត channel នៅក្នុង Telegram បានយើងត្រូវតែចូលទៅកន្លែង add បន្ថែមបន្តទៅយើងជ្រើសរើសពី channel បន្តមកទៀតបងដាក់ឈ្មោះ channel ដែលបងចង់បង្កើតទេឈ្មោះអីក៏បានដែរបន្តមកទៀតនៅពេលដែលបងដាក់ឈ្មោះហើយបងចុចពាក្យថា next មកយើងនឹងសូឲ្យគេនឹងសូឲ្យយើងឃើញថានៅក្នុងហ្នឹងយើងជ្រើសជាប្រភេទ public ឬក៏ private របៀបថាបន្តមកទៀតបងអាចចូលទៅហើយបងអាចដាក់ជាប្រភេទឈ្មោះយើងជាប្រភេទ link ណាអញ្ចឹងនៅពេលដែលគេ search link ហ្នឹងទៅអាចចុចចូលនៅក្នុង link គ្រប់ channel របស់យើងបានហើយនៅពេលដែលបងដាក់ឈ្មោះ link ហ្នឹងគេមាន t.me ហើយតមកទៀតបងដាក់ឈ្មោះខាងប្រភេទហាងបងឬក៏ឈ្មោះគ្រប់ channel ដែលបងចង់ដាក់ប៉ុន្តែនៅក្នុងហ្នឹងពេលបងដាក់បងត្រូវមើលផងថាវាជាប់ឈ្មោះរបស់គេផ្សេងទៀតអត់បងអាចដាក់ពី0ទៅដល់9បានប៉ុន្តែកុំឲ្យមានចុចអញ្ញញ៉ៃអញ្ចឹងបានហើយតមកទៀតបងចុចកន្លែងបន្តទៅទៀតបងអាច add សមាជិកដែលបងចង់ add ចូលបានចង់ដាក់ក៏បានចង់ដកក៏បានហើយបន្តមកទៀតបងគ្រាន់តែចុច next ទៅបាននេះខ្ញុំសាកល្បងដាក់ម្នាក់ចូលទៅក្នុងហ្នឹងតបងចុច next នៅពេលហ្នឹង channel public របស់យើងបានបង្កើត hi ហើយបងអាច hi ឬក៏ផ្ញើជារូបភាពឬក៏បងចង់លក់អីវ៉ាន់អីបងអាចផ្ញើចូលបានណាហើយបើសិនជាបងចង់ add សមាជិកថែមបន្តទៀតបងចុចកន្លែងបន្តមកទៀតមកបងចុច subscriber ហើយតមកទៀតបងនឹងឃើញ member យើងឥឡូវមានតែ2នាក់ឯងអញ្ចឹងបងចង់ add បានអ្នកទៀតក៏បានដែរបង select នៅលើឈ្មោះពួកគាត់ទៅតែមិន next ទៅបាននេះជាក់ស្ដែងបងអាចធ្វើអញ្ចឹងបានអរគុណ